បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនមេប៉ុន្តែឥឡូវនេះគឺមេឃប្រែជាស្រឡះឡើងវិញហើយបងប្អូនយើងអ្នកខ្លះទន្ទឹងការរងចាំចំពោះដំណឹងល្អរបស់ទូកងដែលមានឈ្មោះថាស្រីស្រស់ស្ទឹងសានបងប្អូនប្រកាសជាចាំជាក់ជាមិនខានហើយក្នុងការខកខានក្នុងការកសាងបន្តរបស់ទូកងខាងលើក្នុងរយៈពេលប្រមាណជា5-6 ខែកន្លងផុតទៅនេះគឺថ្មីព្រឹកមិញនេះគឺការចេញពីការសាមគ្គីគ្នារបស់បងប្អូនបានដឹកក្តារឡើងមកហើយអញ្ចឹងបងប្អូនរងចាំដំណឹងល្អជាមួយខ្ញុំទាំងអស់គ្នាដោយសារតែលើដំណឹងលះហៀងលេងថាក្នុងសប្តាហ៍នេះផ្ទាល់អាចនឹង2ថ្ងៃទៀតឬក៏3ថ្ងៃទៀតគឺមេជាងកងឡាចដែលជាជាងទូកចន្ទុលប្រចាំស្រុកប្រាសាទសម្បូរយើងអាចនឹងមកធ្វើបន្តរបស់ទូកងខាងលើហើយអញ្ចឹងបងប្អូនយើងអ្នកខ្លះទន្ទឹងការរងចាំដូចខ្ញុំផងដែរនេះគឺជាដំណឹងល្អមួយផងដែរដូចថាគេថាខែថ្មីដើមទ្របអញ្ចឹងបងប្អូនគឺថ្ងៃនេះគឺថ្ងៃទី1ខែកក្កដាគឺជាថ្ងៃដំបូងតែម្ដងសម្រាប់ខែថ្មីនេះអញ្ចឹងមានតែអបអរសាទរចំពោះជាមួយនឹងបងប្អូនយើងនៅខាងភូមិបាក់ស្រីឃុំកូលស្រុកប្រាសាទសម្បូរខេត្តកំពង់ធំអូបងប្អូនមើលវីដេអូនេះគឺក៏ក្រឹកក៏ក្រែងខ្លាំងមែនតើព្រឹកមិញគឺបងប្អូនប្រជាជនប្រជាពលរដ្ឋយើងមកច្រើនមែនតើដើម្បីមកមើលក្តារឡើងថ្មីរបស់ទូកងស្រីស្រស់ស្ទឹងសានអញ្ចឹងបងប្អូនយើងអ្នកខ្លះទន្ទឹងការរងចាំដំណឹងល្អនេះយូរណាស់មកហើយរួមទាំងខ្ញុំផងដែរអញ្ចឹងបងប្អូនវីដេអូនេះគឺមានតែប៉ុណ្្នឹងគឺមានតែអបអរសាទរចំពោះបងប្អូនយើងនៅខាងភូមិបាក់ស្រីផ្ទាល់តែម្ដងជាពិសេសបងប្អូនយើងដែលនិយមគ្រប់គ្រងក៏ដូចជាបងប្អូនយើងទន្ទឹងចាំដំណឹងព័ត៌មានពីទូកងស្រីស្រស់ស្ទឹងសានឥឡូវនេះគឺចាប់ផ្ដើមពី3ថ្ងៃទៀតនឹងចាប់ផ្ដើមធ្វើបន្តហើយអញ្ចឹងបងប្អូនពេញលេងពេញសប្បាយភ្នែកទៀតហើយបងប្អូនយើងនៅខាងខេត្តកំពង់ធំជាពិសេសបងប្អូនយើងនៅខាងស្រុកប្រាសាទសម្បូរផ្ទាល់តែម្ដងអរគុណបងប្អូនពីខ្ញុំបាទមករាជួបគ្នាវីដេអូបន្ទាប់កុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងបងប្អូនអរគុណ